ជំរាបសួរបងប្អូនទាំងអស់គ្នាចេញក្បាលវីដេអូមកយើងជួយចាក់តិចទេបាទថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅពីភ្នំពេញទៅគិរីរម្យវល់ល្ងាចមួយខ្ញុំអានេះខ្ញុំកាត់ដល់ផ្លូវចូលផ្លូវទៅគិរីរម្យយើងឯងនេះបងប្អូនទាំងអស់គ្នាមើលទៅខ្ញុំថតត្រឡប់ត្រឡយទេមើលអត់យល់ទេអាសាច់ជាអត់យល់ទេយូរថងឈប់តែអ្នកនរគ្នាព្រោះអាទេសភាពផ្លូវចូលនឹងវាស្អាតនេះទេសភាពតាមផ្លូវរបស់យើងបើខ្ញុំមកពីព្រឹកតិចប្រហែលស្អាតព្រោះខ្ញុំចេញពីពេញមកខ្ទង់ម៉ោង3កន្លះ9មកដល់នេះម៉ោង11ឥឡូវយើងមកដល់ណាដល់ណីអានេះផ្លូវគេទៅណាទៅណីខ្ញុំជិះមកចូលតាមផ្លាកតាមអីញញ៉ៃឥឡូវយើងបកមកក្រោយវិញចូលតាមផ្លូវដល់វងមូលនេះអានេះតាមផ្លូវរបស់យើងខ្ញុំអត់បត់ស្ដាប់នេះខ្ញុំមកធន់នេះបងប្អូនមិនដឹងទៅណាទៅណីមកលើកទី1ចែជីទៅនេះឥឡូវយើងមើលទេសភាពតាមផ្លូវបដាទៅសូរីរៀងអង្គើតិចឥឡូវនេះមកដល់ហើយដល់ម៉ោងជឿជាក់ទៀតហើយបាទអត់ចោលសោះមកអាភាពជឿជាក់របស់ខ្លួនឯងហ្នឹងទៅចេះដើរនេះដឹងមើលស្អីឥឡូវចូលមើលជឿជាក់អីមើលឲ្យចប់សិនណាតិចទៀតខ្ញុំកាត់កន្លែងហ្នឹងចោលហើយឥឡូវនេះយើងដល់អាគេ trend វីដេអូបែបឥឡូវនេះយើងមកអង្គុយលេងនៅមាត់ទឹកហើយសេរីប្លង់សេរីអីហៅកន្លែងជឿជាក់ទៀតហើយនេះខ្ជិលនិយាយមុខមិនសូវស្អាតទេតែបានជឿជាក់យងបាទមួយនៅក្រោយនោះគ្មានខ្វល់ស្អីទេថតក៏មិនថតដែរស្អីថតឲ្យវាក៏វាអត់ថតដែរឥឡូវយើងបានមកដល់កន្លែងអីខ្ញុំអត់ស្គាល់អ្នកនរតែស្អាតនៅនឹងស្អាតឥឡូវគឺថាយើងទៅមកកន្លែងទៀតហើយតែអត់ដឹងទៅណាឃើញគេជិះទៅក៏ជិះទៅតាមគេតាមអីតែមានផ្លូវនិយាយទៅឥឡូវនេះយើងមើលមុខដល់សែនកញ្ចាស់របស់យើងតិចទៅចាំយើងបន្តទៅមុខទៀតឥឡូវនេះយើងបានមកដល់លើដល់អីកន្លែងនៃគេទៅវិញគេថតច្រើនហ្នឹងឥឡូវយើងដាក់ម៉ូតូទុកសេរីសក់សេរីអីឲ្យស្អាតបាតតិចទៅកុំឲ្យមនុស្សព្រៃពេកអានេះយើងដើរមើលថតគឺថាទេសភាពអែមមែនតើនេះអានេះខ្ញុំថតខ្ទង់ម៉ោង3ជាងអ្នកនរគ្នាគឺថានិយាយអីមិនចាញ់ហ្មងដឹងតែស្អាតនេះខ្ញុំមកលើកទី1បើអ្នកគេធ្លាប់ប្រហែលមកច្រើនដងគេឥឡូវយើងសេរីមុខយើងអបជាមួយទេសភាពតិចទៅនិយាយថាតោងទេសភាពតិចទៅអានេះយើងរៀបចេញមកវិញហើយតែចេះថតទៅនឹងថតស្អីនេះអស់ចិត្តឥឡូវមើលសារថ្មីនេះដឹងស្អាតមកយីអានេះសកម្មភាពយើងចុះមកវិញឥឡូវចាប់ត្រឹមហ្នឹងហើយបាយបាយជម្រាបលា